ចាសសួស្តីអតិថិជនទាំងអស់គ្នាសម្រាប់វីដេអូនេះដែរគឺជារបៀបប្រើប្រាស់សម្រាប់សោ Mac Phoenix ដែលមានលេខកូដ305ចាចំពោះសោនេះដែរគឺដើម្បី add ម្រាមដៃដាក់លេខកូដឬក៏ add card បានហ្នឹងគឺយើងត្រូវ download app មួយដែលមានឈ្មោះ TT Lock ជាមុនសិនចាអញ្ចឹងបន្ទាប់មកគឺយើងត្រូវចូលទៅទូរស័ព្ទដៃរបស់យើងរួចហើយយើងចូលទៅក្នុង App Store ឬក៏ Play Store ដើម្បី download app នេះតែម្ដងចាបន្ទាប់មកគឺយើងស្វែងរកពាក្យ TT Lock ចាយើងអូសឡើងមកលើបន្តិចគឺយើងនឹងឃើញ TT Lock នេះគឺមានរូបបាត់ដៃបែបនេះចាបន្ទាប់មកអតិថិជនទាំងអស់គ្នាធ្វើការ download app នេះទៅចារងចាំរហូតដល់ពេញហើយគឺយើងចុចពី open ចាបន្ទាប់មកគឺយើងចុចពី agree ចាសម្រាប់អតិថិជនទាំងអស់គ្នាជាអតិថិជនថ្មីគឺយើងចូលទៅក្នុងពាក្យ register ចានៅក្នុងរង្វង់ក្រហមចាបន្ទាប់មកគឺយើងត្រូវបញ្ចូល Gmail របស់យើងហើយនិងលេខកូដ Gmail របស់យើងចាយើងបញ្ចូល Gmail របស់យើងសិនមកបន្ទាប់មកគឺយើងត្រូវដាក់លេខកូដ Gmail របស់យើងហ្នឹងគឺ2ដងចានៅពេលដែលយើងបញ្ចូលលេខកូដ Gmail របស់យើងរួចរាល់ហើយយើងអូសឡើងទៅលើបន្តិចរួចហើយយើងចុចពាក្យ get code ចាបន្ទាប់មកគឺយើងអាច save password ក៏បានអត់ក៏បានដែរចានៅត្រង់នេះដែរគឺតម្រូវឲ្យយើងបំពេញរូបភាពដែលគេឲ្យយើងបំពេញនៅខាងលើនេះចាបន្ទាប់មកគឺយើងចូលទៅកន្លែងមូពណ៌សនេះចាអូសមកបំពេញរូបភាពដែលដាក់ឲ្យត្រូវទៅចាបន្ទាប់មកគេនឹងផ្ញើលេខកូដ Gmail មក6ខ្ទង់ទៅក្នុង Gmail របស់យើងបន្ទាប់មកអតិថិជនទាំងអស់គ្នាយកលេខកូដនេះមកបំពេញចាបំពេញរួចហើយយើងចុចពាក្យ register ចាបន្ទាប់មកគឺយើងនឹងឃើញបែបនេះយើងគ្រាន់តែចុចពាក្យ allow ទៅបាននេះចាបន្ទាប់មកគឺយើងត្រូវចូលទៅផ្នែកខាងលើយក tray 3នេះចាបន្ទាប់មកយកពាក្យ add lock រួចហើយយកពាក្យ door lock ចាបន្ទាប់មកចុចពាក្យ next ចារួចហើយអតិថិជនទាំងអស់គ្នាតម្រូវឲ្យយកដៃប៉ះសោដើម្បីឲ្យវាភ្លឺចាបន្ទាប់មកគឺយើងនឹងមើលទៅក្នុង app គឺយើងឃើញមាន load សញ្ញាបូកពណ៌ខៀវបែបនេះរួចហើយយើងចុចត្រង់សញ្ញាបូកនេះទៅចាត្រង់ផ្នែកខាងនេះដែរគឺគេឲ្យយើងបំពេញជាឈ្មោះឬក៏លេខបន្ទប់ដើម្បីចំណាំសោរបស់យើងណាចាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំបំពេញដាក់ room 102ចាបន្ទាប់មកគឺយើងចុចយកពី OK ចាហើយទី1នោះគឺយើងត្រូវ add card សិនចាចូលទៅក្នុងពាក្យ card ចានៅត្រង់សញ្ញាព្រួញយើងចុចទៅលើពាក្យ card នេះទៅចានៅពេលដែលយើងចុចហើយយើងចុចពី add card ចាបន្ទាប់មកចូលទៅក្នុង permanent ចានៅត្រង់កន្លែងឈ្មោះនេះគឺគេឲ្យយើងដាក់ឈ្មោះដើម្បីចំណាំកាតឬក៏លេខកូដដើម្បីចំណាំងាយស្រួលក្នុងការយើង check មើល record ចាបន្ទាប់មកគឺយើងចុចពាក្យ next ចាបន្ទាប់មកគឺយើងត្រូវយកកាតដាក់នៅtrongសញ្ញាកាតនៅtrongកណ្ដាលសោចាអតិថិជនទាំងអស់គ្នាអាចធ្វើការ add តបានសម្រាប់កាតគឺយើងធ្វើដដែលគឺចូលទៅពាក្យ add កាតចូលទៅក្នុង permanent បន្ទាប់មកគឺយើងអាចដាក់លេខកូដឬក៏ឈ្មោះដើម្បីចំណាំបានចាបន្ទាប់មកគឺពេលដែលយើងដាក់ឈ្មោះហើយយើងចុច next ទៅចាបន្ទាប់មកគឺយើងយកកាតបន្ថែមទៀតដាក់នៅត្រង់កន្លែងសញ្ញាកាតដដែលចានៅពេលដែលអតិថិជនទាំងអស់គ្នា add រួចរាល់ហើយគឺយើងថយក្រោយវិញទៅចុចសញ្ញាព្រួញនេះចាបន្ទាប់មកគឺយើងចូលទៅ add ម្រាមដៃម្ដងចាគឺយើងយកពាក្យ fingerprint add fingerprint ចាបន្ទាប់មកគឺធ្វើដូចគ្នាចូលទៅក្នុង permanent បន្ទាប់មកត្រង់នេះគឺគេតម្រូវឲ្យយើងដាក់លេខកូដឬក៏ដាក់ឈ្មោះដើម្បីចំណាំចាសម្រាប់ខ្ញុំដាក់ឈ្មោះចាបន្ទាប់មកហើយយើងចុចពាក្យ next ចារួចហើយចុចពាក្យ start រួចហើយយើងអាច scan ម្រាមដៃទៅត្រង់កន្លែងសញ្ញា scan ម្រាមដៃចំពោះម្រាមដៃមួយគឺយើងត្រូវ scan 4ដងចាតែជនអរគ្នាអាចធ្វើការ add បន្តបានគឺយើងធ្វើដដែលគឺចូលទៅក្នុងពាក្យ add fingerprint ចូលទៅ permanent រួចហើយ
អតិថិជនរបស់គ្នាវាបញ្ចូលលេខកូដដែលយើង create មិញហ្នឹងហើយបន្ទាប់មកគឺយើងវាយបញ្ចូលលេខកូដនឹងទេសសាក់បងរួចហើយយើងយកទ្រង់ជ្រូកចាចំពោះលេខកូដនេះបើសិនជាវាវែងពេកអតិថិជនរបស់គ្នាអាចធ្វើការផ្លាស់ប្ដូរបានគ្រាន់តែចុចទៅលើលេខកូដនេះហើយយើងអាចដាក់លេខកូដទៅតាមតម្រូវការរបស់យើងពី4ទៅ9ខ្ទង់ចាអញ្ចឹងសម្រាប់ខ្ញុំដូរទៅ11 22 33រួចហើយយើងចុចអូខេចាប់បន្ទាប់មកគឺយើងអាចធ្វើការតេស្តសាកល្បងសម្រាប់លេខកូដនេះបានគឺវានឹងផ្លាស់ប្ដូរទៅលេខកូដដែលយើងដាក់វិញចាអតិថិជនអរគ្នាចុចថយក្រោយវិញដោយចុចសញ្ញាព្រួញនៅត្រង់ខាងលើចាបន្ទាប់មកក្នុងករណីអតិថិជនអរគ្នាចង់អេដបន្ថែមគឺយើងអាចធ្វើដដែលដូចនៅក្នុងវីដេអូខាងមុននឹងបានចា